ការពារជាតិថៃលោកណាថាផុនណាប់ផនិតបានបញ្ជាក់ថាថៃមិនមានគម្រោងដកការកាន់កាប់ពីតំបន់ព្រំដែនដែលក្រមយោធារបស់ខ្លួនក្តោបក្តាប់បានក្នុងសង្គ្រាមជាមួយកម្ពុជានោះទេប៉ុន្តែអាចបដូរយុទ្ធសាស្ត្រពីការរក្សាកងទ័ពឈរជើងទៅជាការដាក់របងអចិន្ត្រៃយ៍និងប្រព័ន្ធតាមដានអេឡិចត្រូនិកជំនួសវិញមិនត្រឹមតែប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះក៏បានលើកសំណើប្រែក្លាយទីតាំងមួយចំនួនទៅជាតំបន់ទេសចរផងដែរតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026បន្ទាប់ពីចប់កិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិលោកណាថាផុនបានប្រាប់អ្នកកាសែតថាតំបន់ដែលថៃបានគ្រប់គ្រងបន្ទាប់ពីប្រតិបត្តិការយោធាកាលពីខែធ្នូឆ្នាំ2025ត្រូវតែការពារឲ្យបានហើយកងទ័ពថៃត្រូវតែនៅត្រៀមខ្លួនព្រោះបារម្ភអំពីការចូលមកវិញរបស់កងទ័ពកម្ពុជាក៏ប៉ុន្តែដោយសារតែការរក្សាកងទ័ពច្រើនដោយពេលបច្ចុប្បន្នត្រូវចំណាយថវិកាច្រើនដូច្នេះថៃកំពុងពិចារណាដាក់របងអចិន្ត្រៃយ៍របងអេឡិចត្រូនិកនិងកាមេរ៉ា CCTV តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនប្រវែងប្រហែលជា798គីឡូម៉ែត្រដើម្បីការពារដែនដីទាំងនេះរដ្ឋមន្ត្រីការពារជាតិដែលនៅសល់អាណត្តិតែ4ខែនៅក្នុងតំណែងបានលើកឡើងទៀតថាតំបន់ខ្លះដូចជាភ្នំទ្រាប់អានសេះនិងមុំបីគួរត្រូវអភិវឌ្ឍជាតំបន់ទេសចរដើម្បីឲ្យមានសកម្មភាពចេញចូលងាយស្រួលនៅក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រនេះបង្ហាញថាថៃកំពុងបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែងដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីខែធ្នូឆ្នាំ2025តាមទស្សនៈច្បាប់អន្តរជាតិជាពិសេសគោលការណ៍មូលដ្ឋាននៃអង្គការសហប្រជាជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា2ការប្រើកម្លាំងឬក៏វិធានការណាមួយដើម្បីបង្កើតការផ្លាស់ប្ដូរព្រំដែនជាឯកតោភាគីឬបង្កើតស្ថានភាពថ្មីលើដីចំនួនប៉ះពាល់ទៅដល់គោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសផ្សេងមួយទៀតមកដល់ពេលនេះភាគីកម្ពុជាបានបន្តអះអាងថាបញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការទ្វេភាគីការវាស់វែងរួមនិងគោលការណ៍ច្បាប់អន្តរជាតិមិនមែនតាមរយៈសកម្មភាពបង្កើតហេដ្ឋារចនាសម្ព័ន្ធឯកតោភាគីនោះទេនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026លោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានបន្តសមរភូមិការទូតអំពីបញ្ហានេះនៅប្រទេសស្វីសដោយលោកបានជួបជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិងលោក Volker Turk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សខ្ញុំរស់សុធាពី News Today NTTV